ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមកបង្ហាញពីរបៀបដំឡើងគូបតា app នៅលើទូរស័ព្ទដៃហើយកម្មវិធីនេះដែរអាចដំឡើងបាននៅលើប្រភេទទូរស័ព្ទ Android ជំហានដំបូងពុកម៉ែបងប្អូនចូលទៅពី Play Store រួចវាយពាក្យគូបតា app បន្ទាប់មកធ្វើការទាញយកចាបន្ទាប់ពីពុកម៉ែបងប្អូនទាញបានហើយគឺចេញទម្រង់បែបនេះគឺពុកម៉ែបងប្អូនចូលទៅយើងរើសជាភាសាខ្មែរក៏បានអង់គ្លេសក៏បានហើយយើងអាចចុះឈ្មោះបានបន្ទាប់មកយើងត្រូវទទួលយកគោលការណ៍របស់ app ចាមកដល់កន្លែងនេះគឺយើងត្រូវបំពេញលេខអត្តសញ្ញាណប័ណ្ណនឹងជាមួយនឹងលេខទូរស័ព្ទរបស់យើងឲ្យបានត្រឹមត្រូវបន្ទាប់មកចុចពីបន្តចាកន្លែងនេះដែរយើងត្រូវបំពេញឈ្មោះរបស់យើងឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណចាបន្ទាប់មកបំពេញថ្ងៃខែឆ្នាំកំណើតមកដល់ចំណុចកន្លែងនេះគឺយើងត្រូវបំពេញអាសយដ្ឋានរបស់យើងរួចចុចពីបន្តហើយមកដល់ត្រង់ចំណុចកន្លែងនេះដែរពុកម៉ែបងប្អូនត្រូវបំពេញផលិតផលណាមួយដែលពុកម៉ែបងប្អូនចាប់អារម្មណ៍ចាកន្លែងនេះត្រូវបំពេញប្រភេទដំណាំដាំដុះជាមួយនឹងទំហំដីចាមកដល់ចំណុចនេះដែរគេសួរថាតើពុកម៉ែបងប្អូនស្គាល់កម្មវិធីគូបតា app តាមរយៈអ្វីដែរអញ្ចឹងកន្លែងនេះបងប្អូនជួយជ្រើសរើសដាក់ភ្នាក់ងារចែកចាយកន្លែងនេះពុកម៉ែបងប្អូនជួយជ្រើសរើសដាក់ថាភ្នាក់ងារចែកចាយខណ្ឌវណ្ណៈចាបន្ទាប់ពីបំពេញព័ត៌មានកន្លែងយ៉ាងរួចពុកម៉ែបងប្អូនចុចពីបន្តមកដល់កន្លែងនេះពុកម៉ែបងប្អូនត្រូវវាយបញ្ចូលលេខ OTP ដែលបានមកពីប្រអប់សារ SMS បន្ទាប់មកចុចពាក្យថាបញ្ជាក់ចាកន្លែងនេះគឺពុកម៉ែបងប្អូនត្រូវវាយបញ្ចូលលេខសម្ងាត់ដែលពុកម៉ែបងប្អូនគិតថាងាយស្រួលដាក់ចំនួន2ដងចាឥឡូវនេះគឺចេញផ្ទាំងបែបនេះបានន័យថាការបង្កើតរបស់យើងគឺបានជោគជ័យពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការប្រើប្រាស់ជាមួយនឹងគូបតា app បានហើយនៅក្នុងនេះមានមុខងារជាច្រើនដូចជាមុខងារ scan គ្រឿងបន្លាស់មុខងារវាស់វែងដីមុខងារស្វែងរកគ្រឿងបន្លាស់និងមុខងារតទៅជាមួយនឹងវីដេអូចំណេះដឹងការជួសជុលបឋមចានៅមានមុខងារកក់សេវាកម្មមុខងារកណនីប្រាក់កម្ចីតាម KLC ចាសម្រាប់លក្ខណៈពិសេសនៅក្នុង app គូបតានេះមិនមែនមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូននៅមានជាច្រើនទៀតដែលខ្ញុំអត់បានរៀបរាប់នៅក្នុងវីដេអូនេះព្រោះខ្លាចវែងពេកអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែល download គូបតា app យកទៅប្រើប្រាស់ហើយមានចម្ងល់ឬក៏មានអ្វីចង់សាកសួរខាងនេះខ្ញុំបន្ថែមអាច comment ឬក៏ឆាតចូលក្នុង page បានចាសម្រាប់កម្មវិធីទូរស័ព្ទដៃគូបតា app មិនត្រឹមតែប្រើប្រាស់ងាយស្រួលគឺមានការចាប់រង្វាន់សម្រាប់ពុកម៉ែបងប្អូនដែលចូលទៅប្រើប្រាស់នៅក្នុងកម្មវិធីនេះផងដែរចាសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូន download ប្រើប្រាស់ទៅមានបញ្ហាឬមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបាន